ដើមសតវត្សទី20មានសភៅមួយមានចំណងជើងថា The world is changing ពិភពលោកនេះកំពុងតែប្រែប្រួលតាមការសង្កេតតាមការសិក្សាតាមការស្រាវជ្រាវរបស់លោកមនជនជាតិអាមេរិកលោកបានប្រាប់ថាលោកពិភពលោកនេះដូចជាមានទំនោរមួយប្រែប្រួលផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃហើយរហូតមកដល់បច្ចុប្បន្នអ្វីដែលលោកសង្កេតមើលយើងឃើញថាយើងមានការប្រឈមឬក៏ challenge របស់អ្វីដែលគាត់និយាយគឺយើងមានការប្រែប្រួលដូចជាអាកាសធាតុជាដើមបំរែបំរួលអាកាសធាតុយើងហៅថា global warming មានការប្រែប្រួលរបៀបរបបការរស់នៅសេដ្ឋកិច្ចការទំនាក់ទំនងយើងឃើញមានការប្រែប្រួលខ្លាំងមែនទែនរយៈពេល10-15ឆ្នាំចុងក្រោយនេះការទំនាក់ទំនងកាន់តែលឿនកាន់តែឆាប់រហ័សរហូតដល់អ្នកខ្លះឲ្យនិយមន័យឬក៏ថាយើងហៅថា global village ជាភូមិតូចមួយភូមិពិភពលោកមានន័យថាមនុស្សអាចទំនាក់ទំនងគ្នាយ៉ាងលឿនឆាប់រហ័សហើយធូរថ្លៃមិនចំណាយលុយច្រើនមិនចំណាយថវិកាច្រើនទាំង weather ទាំង economy ទាំង communication ទាំង relationship មានការប្រែប្រួលផ្លាស់ប្ដូរឆាប់រហ័សជាងមុនហើយឥឡូវទំនោរមួយដែលគេឲ្យឈ្មោះប្រហែលជាយើងទាំងអស់គ្នាស្គាល់មិនមែនជាពាក្យថ្មីទេគឺយើងហៅភាសាខ្មែរថាសកលភាវូបនីយកម្ម globalization សកលភាវូបនីយកម្មគឺជាអ្វីគឺជាដំណើរការលំហូរជ្រាបចូលនៃការផ្សព្វផ្សាយការទទួលនិងចែករំលែកនៅមនោគមវិជ្ជាទស្សនវិជ្ជាវិស័យអប់រំសេដ្ឋកិច្ចនយោបាយប្រព័ន្ធផ្សព្វផ្សាយសង្គមវប្បធម៌ដែលបដូរទំនោរនៃការរស់នៅរបស់សង្គមនីមួយៗដែលទទួលឥទ្ធិពលនៃ globalization ឬក៏សកលភាវូបនីយកម្មនេះគឺមានការប្រែប្រួលផ្លាស់ប្ដូរច្រើនការខ្លះក៏ប្រសើរឡើងការខ្លះក៏រំបាកទាំងការទំនាក់ទំនងទាំងសេវាកម្មទាំងផលិតកម្មដែលធ្វើឲ្យមនុស្សខ្លះខំប្រឹងដេញតាមលងគំនិតលងខ្លួនហើយខំប្រឹងសម្របសម្រួលទំនោរតាមទំនោរនិងទំនៀមនៃសង្គមដែលខ្លួនរស់នៅដែលទទួលឥទ្ធិពលអំពី globalization នេះឬក៏អ្នកខ្លះគេហៅថា westernization ក៏បានដែរគឺការដូចជាចាស់ឥទ្ធិពលនៃវប្បធម៌លោកខាងលិចតែជាមួយគ្នានោះមានពាក្យបច្ចេកទេសមួយទៀតយើងហៅថាប្រហែលជាពាក្យនេះអត់បងប្អូនខ្លះមិនដែលឮទេបច្ឆានវនិយមភាសាអង់គ្លេសហៅថា postmodernism វាហួសពី modern ពីមុនយើងថាសម័យ modern សម័យទំនើបឥឡូវនេះវាក្រោយ modern ក្រោយទំនើបនោះទៀតសម័យនេះអ្វីដែលយើងអាចនឹងសួរអាចនឹងគិតជាមួយគ្នាតើតើនឹងប្រធានបទនិងការសិក្សាព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះជាមួយគ្នាយើងសួរសំណួរសំខាន់ថានៅពេលដែលមនុស្សជួបគ្នាតើគេចូលចិត្តធ្វើអ្វីខ្លះបើសិនជាឆ្លុះបញ្ចាំងទៅ100ឆ្នាំមុនឬក៏មុនសម័យប៉ុលពតឬក៏ប្រហែលជា30ឆ្នាំមុនចុះឆ្នាំ1990ជាងនៅពេលដែលមនុស្សជួបជុំគ្នាគេមានចំណង់ចំណូលចិត្តធ្វើអ្វីខ្លះហើយសម័យឥឡូវនៅពេលដែលមនុស្សជួបជុំគ្នាគេជួបជុំគ្នានៅទីណាហើយគេមានចំណង់ចំណូលចិត្តធ្វើអ្វីខ្លះយើងអាចនឹងឆ្លុះបញ្ចាំងមើលអ្វីដែលយើងធ្វើជារៀងរាល់សប្តាហ៍ចេញពីការងារយើងទៅខ្លះទៅណាអ្នកខ្លះទៅជួបគ្នាធ្វើអីហើយសំណួរមួយទៀតនៅពេលដែលមនុស្សជួបជុំគ្នាគេចូលចិត្តជជែកគ្នាអំពីប្រធានបទអ្វីខ្លះ What topics តើប្រធានបទអ្វីខ្លះដែលគេចូលចិត្តជជែកគ្នាមនុស្សសម័យនេះគេដឹងគេចេះស្ទើរតែគ្រប់បែបយ៉ាងប្រធានបទអីក៏គេស្ទើរតែចេះទាំងអស់ក៏ដឹងច្រើនដោយសារយើងហៅថាប្រព័ន្ធការផ្សព្វផ្សាយចំណេះដឹងតាម Facebook ខ្លះទៅតាមសភៅខ្លះទៅតាមឮខ្លះទៅការចែករំលែកខ្លះទៅហើយសំណួរមួយទៀតយើងនិយាយពីគេតែឥឡូវនិយាយពីរឿងយើងវិញម្ដងជាគ្រីស្ទបរិស័ទនៅពេលដែលគ្រីស្ទបរិស័ទជួបជុំគ្នាតើប្រធានបទអ្វីខ្លះដែលគាត់ចូលចិត្តយកមកជជែកគ្នាតើមានព្រះជាម្ចាស់នៅទីនោះដែរទេយើងអាចនឹងឆ្លើយថាមានដែរហើយជាមាន1ម៉ោងកន្លះនៅឯព្រះវិហារថ្ងៃអាទិត្យសម្ពាធមនោគមវិជ្ជាទស្សនវិជ្ជាខាងផ្លូវលោកីបានជ្រាបចូលមក
នៅក្នុងចំណោមគ្រីស្ទបរិស័ទដែលធ្វើឲ្យគ្រីស្ទបរិស័ទជាច្រើនទទួលយកមនុស្សកម្ពុជានឹងហើយនឹងកតិលោករបស់គេមានការប្រែប្រួលផ្លាស់ប្ដូរធ្វើឲ្យមនុស្សនៅពេលដែលគេជួបជុំគ្នាគេជជែកគ្នាស្ទើរតែពីរឿងរ៉ាវសពបែបយ៉ាងគេចេះទាំងអស់បញ្ហាសេដ្ឋកិច្ចនយោបាយកីឡាល្បែងកម្សាន្តហើយរឿងអាស្រូវរឿងមិនល្អរបស់មនុស្សល្បីៗគេដឹងភ្លាមគេដឹងលឿនហើយគេយកមកបកស្រាយវែកញែករិះគន់លើកលែងតែប្រធានបទមួយដែលគេមិនសូវចង់និយាយគឺព្រះយេស៊ូវគេមិនចង់និយាយអំពីបញ្ហាសិលធម៌ច្រើនទេគេលោកប៉ះពាល់ដល់អ្នកដទៃគេមិនចង់និយាយអំពីសាសនាច្រើនពេកទេគេលោកប៉ះពាល់ដល់ជំនឿអ្នកដទៃគេមានមិត្តភ័ក្តិអ្នកដែលមិនជឿព្រះយេស៊ូវច្រើនដែរហើយក៏មិនចង់និយាយអំពីមរណភាពអីច្រើនទេកុំនិយាយពីរឿងបន្ទាប់ពីស្លាប់ទៅណាកុំនិយាយពីរឿងឋាននរកកុំនិយាយពីរឿងឋានសួគ៌និយាយពីរឿងការជំនុំជម្រះរបស់ព្រះកុំនិយាយពីអំពើបាបវាដូចជាធ្វើឲ្យយើងមានអារម្មណ៍អត់ល្អហើយធ្វើឲ្យអ្នកដទៃទៀតមានអារម្មណ៍មិនល្អគ្រីស្ទបរិស័ទនៅពេលដែលទទួលឥទ្ធិពលពីជ្រាបចូលពីទស្សនវិជ្ជាឬក៏មនុស្សកម្ពុជានេះខ្លាំងមានទំនោរទៅរកភាពប្រសើរជាជាងការរងទុក្ខភាពសប្បាយជាជាងការលះបង់កុំនិយាយពីរឿងការលំបាកខ្ញុំមកចង់លំបាកខ្ញុំលំបាកឆ្អែតទៅហើយមិនចាំបាច់ដល់ថ្នាក់លះបង់ហើយរហូតទៅដល់ជាប់ឆ្កាងដោយព្រះយេស៊ូវទេឆ្ងាយពេកពិបាកពេកវាហត់ពេកមានរឿងឲ្យកើតឡើងនៅពេលដែលក្រុមជំនុំរបស់ព្រះជាម្ចាស់មិនចង់លះបង់ដើម្បីអ្នកដទៃម្នាក់គិតតែពីសុខរៀងខ្លួនហើយក៏អ្នកខ្លះដើម្បីសុខរបស់ផងខ្លួនក៏ប្រឹងប្រែងរកវិធីសាស្ត្រដើម្បីធ្វើអ្នកផ្សេងទៀតលំបាកយើងហៅថាសុខលើគំនោទុក្ខរបស់អ្នកដទៃប្រធានបទដែលគ្រីស្ទបរិស័ទគួរប្រឹងប្រែងជៀសវាងកុំនិយាយអំពីត្រូវឬក៏ខុសកុំនិយាយពីរឿងពន្លឺឬក៏ងឹតកុំនិយាយថាសាសនាគេមិនពិតសាសនាយើងពិតគេជាសេចក្តីងងឹតយើងជាពន្លឺយើងព្រះដែលយើងជឿជាព្រះដ៏ពិតប្រាកដហើយព្រះដែលគេជឿនោះជាព្រះខ្លែងខ្លាយកុំនិយាយច្រើនខ្លាយលោវាប៉ះពាល់គំនិតរបស់ផងគេប៉ះពាល់អារម្មណ៍គេមានបញ្ហាមួយដែលយើងហៅថា pluralism គឺ pluralism ឬក៏ pluralistic person គឺជាអ្នកដែលសម្របខ្លួនយើងហៅថាពហុនិយមសម្របខ្លួនដើម្បីបញ្ជ្រាបចូលជាមួយនឹងពណ៌ color របស់អ្នកផ្សេងរាប់អានខ្ញុំផងខ្ញុំជាគ្រីស្ទបរិស័ទមែនប៉ុន្តែខ្ញុំអត់ខុសពីអ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នាធ្វើអីក៏ខ្ញុំធ្វើនឹងដែរអញ្ចឹងបាត់បង់អត្តសញ្ញាណមួយយ៉ាងហើយចុងក្រោយអត់ដឹងថាខ្លួនឯងជាអ្នកណាពិតប្រាកដយើងហៅថាបុណ្យក៏ធ្វើឈើក៏កាប់ទៅណាក៏ធ្វើកឋិនក៏ធ្វើដែរពុទ្ធក៏ធ្វើដែរព្រះយេស៊ូវក៏ធ្វើដែរទៅណាក៏ទៅដែរសំខាន់ឲ្យតែខ្ញុំសប្បាយចិត្តហើយខ្ញុំចូលជាមួយគេចុះហើយខ្ញុំបានសុខងាយធ្វើឲ្យគ្រីស្ទបរិស័ទបាត់បង់អត្ថិភាពក្នុងជីវិតហើយបាត់បង់អត្តសញ្ញាណមិនដឹងថាខ្លួនឯងជានរណាពីព្រោះម្នាក់ស្វែងរកសន្តិភាពដីសុខដោយគ្មានព្រះជាម្ចាស់ខ្ញុំមកត្រូវការនាំមកដោយការផ្លាស់ប្ដូរដល់សង្គមទេសង្គមយើងប៉ុណ្ណឹងមានបានល្មមគ្រប់គ្រាន់ហើយយើងសុខសាន្តហើយយើងមានការងារធ្វើយើងមានលុយចាយយើងមានមិត្តភ័ក្តិដើរលេងសប្បាយអញ្ចឹងថ្ងៃអាទិត្យដើរលេងទៅសួនក៏បានដែរទៅវិហារក៏បានដែរអញ្ចឹងដូចជាអត់ច្បាស់លាស់អំពីការបញ្ញាចិត្តរបស់គាត់នៅក្នុងជំនឿគ្រីស្ទបរិស័ទខ្ញុំចង់ធ្វើជាគ្រីស្ទបរិស័ទតាមបែបស្ងៀមស្ងាត់មិនចង់ឲ្យគេឃើញថាខ្ញុំជាគ្រីស្ទបរិស័ទពេកដូចមានអារម្មណ៍ថាខ្មាស់គេណាមិនទេបើគេមិនសួរខ្ញុំមិនប្រាប់ខ្ញុំចង់ធ្វើជា simple Christian ខ្ញុំចង់ធ្វើជា Christian សាមញ្ញទៅវិហារ1ម៉ោងជាងដាក់ដង្វាយតិចតួចល្មមខ្ញុំក៏ខ្លាចជាគ្រីស្ទបរិស័ទនឹងគេនឹងឯងដែរខ្ញុំមិនចង់ឲ្យគេមើលមកខ្ញុំថាជាអ្នកជឿសុបពេកនោះទេម្យ៉ាងទៀតខ្ញុំមិនចង់ជក់ចិត្តលះបង់ច្រើនពេកទេក្រែងលោភផែនការរបស់ខ្ញុំមើលទៅដូចជាឆ្ងាយពីផែនការរបស់ព្រះជាម្ចាស់វាទៅជាបរាជ័យកាលណាខ្ញុំស្រឡាញ់ព្រះអង្គខ្លាំងពេកខ្ញុំស្រឡាញ់ខ្មាំងសត្រូវរបស់ខ្ញុំពេកខ្ញុំចង់លះអាមួយនោះវិញប៉ុន្តែដោយសារព្រះអង្គទេអញ្ចឹងព្រះអង្គដូចជាធ្វើឲ្យខ្ញុំដូចជាអត់ធូរស្រឡះសោះខ្ញុំទ្រាំខ្លាំងពេកចង់ឃ្លាយចេញទៅហើយផ្ទុះទៅហើយថាខ្ញុំស្អប់ម្នាក់ហ្នឹងខ្ញុំចង់តែថ្ងៃណាមួយវាយបកវាយប្រហារទៅវិញទេព្រះអង្គឲ្យខ្ញុំស្រឡាញ់ខ្មាំងសត្រូវប៉ុន្តែខ្ញុំដូចពិបាកមែនទេខ្ញុំមិនចង់ស្រឡាញ់ព្រះអង្គខ្លាំងពេកទេក្រែងលោខ្ញុំខ្លាយជាមនុស្សដែលស្រឡាញ់ខ្មាំងសត្រូវខ្ញុំចង់សងសឹកជាមួយអ្នកនោះ
ខ្ញុំចង់វាយប្រហារវាយបកដល់អ្នកនោះវិញពីព្រោះគាត់ធ្វើបាបខ្ញុំខ្លាំងណាស់ដូច្នេះដូចជាមានអធិពលច្រើននៅពេលដែលមនុស្សសម្របខ្លួននៅពេលដែលគ្រីស្ទបរិស័ទសម្របខ្លួនចង់បានភាពរីករាយជាជាងការលះបង់គ្មានអ្នកណាមួយចង់ការលះបង់ពិបាកអត់មានអ្នកណាគេមួយចង់លំបាកទេមានអ្នកណាមួយចង់កំសត់ទេពីព្រោះម្នាក់យើងចង់បានភាពហ៊ឺហាក្នុងជីវិតដូច្នេះនៅពេលដែលយើងគិតអំពីការនេះយើងភ្លេចគិតថាជំនឿការដើរតាមអ្នកដែលមានឥទ្ធិពលរបស់ផងយើងជាងគេនោះគឺជាអ្នកដែលរងទុក្ខលំបាកនៅលើជ័យឆ្កាងមកដល់ថ្នាក់ឆ្លងប្រទេសទៅរៀនភាសាអ្នកដទៃធ្វើជាបេសកជនអីណាទៅបង្រៀនលះបង់ចាំពេកអូវាមិនបាច់ដល់និយាយដល់ថ្នាក់ហ្នឹងទេខ្ញុំចង់តែធ្វើជាគ្រីស្ទៀនសាមញ្ញឲ្យតែខ្ញុំមានគ្រួសារល្មមមានប្តីយល់ចិត្តប្រពន្ធយល់ចិត្តកូនខ្ញុំចេះធ្វើអំពើល្អទៅរៀនហើយមានស្ថិរភាពសេដ្ឋកិច្ចទៅខ្ញុំមិនចង់រៀនព្រះគម្ពីរច្រើនពេកទេក្រែងលោកគោលបំណងនៃជីវិតរបស់ខ្ញុំមើលទៅដូចជាបរាជ័យខ្ញុំចង់ធ្វើតែជាគ្រីស្ទៀនសាមញ្ញមួយរូបប៉ុណ្ណោះខ្ញុំចង់រស់នៅតាមរបៀបបងខ្ញុំមិនចង់ត្រូវការណែនាំពីព្រះគម្ពីរឬពីគ្រូអាចារ្យណាឡើយគ្មានគ្រូអាចារ្យណាប្រដៅព្រះអង្គបានឡើយនេះជាបញ្ហារបស់ពួកអ៊ីស្រាអែលនៅពេលដែលយើងអានគម្ពីរហាកាយគម្ពីរហាកាយបានពន្យល់ប្រាប់អំពីភាពដុនដាបនៃរាជរបស់ព្រះដែលធ្លាក់ខ្លួនខ្លាំងមែនទែនដាបមែនទែនរហូតដល់ខ្លាយទៅជាទាសករបាត់បង់អត្តសញ្ញាណរស់នៅក្នុងប្រទេសមួយដែលបាត់បង់សញ្ជាតិបាត់បង់តែមិនដឹងថាខ្លួនឯងជាអ្នកណាគ្មានប្រទេសជាតិខ្ទេចខ្ទីរលាយលុតអស់ដោយសារសត្រូវចូលមកយាយីចាប់បានទឹកដីគេហើយចាប់បង្ខំគេទៅធ្វើជាទាសករយ៉ាងយូរ70ឆ្នាំដែលម្នាក់កើតមកដឹងក្តីរហូតដល់ចាស់ចិត្តទៅវិញទៅហើយអត់ដឹងថាខ្លួនឯងជាអ្នកណាហើយប្រទេសរបស់ខ្លួននៅទីណាពីព្រោះកើតមកគឺជាទាសកររបស់ផងគេពួកអ៊ីស្រាអែលដែលស្ថិតនៅក្នុងគម្ពីរហាកាយដែលទៅតែអានអំបញ្ញមិញនេះគឺទៅតែរួចខ្លួនចេញមកពីភាពជាទាសករវិលត្រឡប់មកប្រទេសជាតិខ្លួនឯងវិញប៉ុន្តែដោយសារទម្លាប់មនោគមវិជ្ជាទំនោរជីវិតការប្រែប្រួលរបស់គេគំនិតរបស់គេនៅតែគិតថាគេជាទាសករដដែលទោះបីជាបង្រៀនគេប្រាប់ថាគេមិនមែនជាទាសករទេជាពូជដែលពិសេសជ្រើសរើសដោយព្រះជាម្ចាស់តែគេមើលមិនឃើញទៅមិនឆ្ងាយទេគេនៅតែគិតថាផ្នត់គំនិតរបស់គេនៅតែទម្លាប់របស់គេត្រូវដូចជានៅតែគិតបែបទាសករដដែលយើងហៅថាទម្លាប់បញ្ចុកហើយបានតែត្រឹមហ្នឹងឯងមិនចង់ទៅមុខទៀតវែងឆ្ងាយទេមើលមិនឃើញវែងឆ្ងាយទេគេងងឹតងងល់មើលមិនឃើញហើយក៏ធ្វើមិនដឹងមិនឮនៅទង្វើការគិតរបស់គេតែជួនកាលមើលទៅដូចជាគិតខុសដូចជាការនោះដូចជាមានទំនោរប៉ុន្តែគេព្យាយាមបំភ្លេចបំបត្តិចេញដោយសារគេប្រឹងប្រែងឬក៏ដើរតាមទស្សនៈគំនិតរបស់គេហើយគេវិលត្រឡប់មកវិញមែនគេខំប្រឹងប្រែងពុះពៀមែនគ្រួសាររបស់គេមានបានឡើងវិញคล้ายជាមនុស្សម្នាក់សញ្ជាតិម្នាក់ជនជាតិម្នាក់ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនមិនមែនជាទាសករទៀតទេមានផ្ទះផ្ទាល់ខ្លួនមានក្រុមគ្រួសារផ្ទាល់ខ្លួនប៉ុន្តែគេមានបញ្ហាមួយគឺគេភ្លេចព្រះជាម្ចាស់ដូច្នេះយើងហៅថា egotism អាខ្លួនឯងនៅគឺវាតាំងឡើងខ្ពស់មើលអ្វីមិនឃើញទាំងអស់មើលឃើញតែខ្លួនឯងលែងឃើញថាអ្នកណាជាអ្នកនាំគេចេញពីភាពជាទាសករនោះដូច្នេះហើយព្រះទ្រង់មានបន្ទូលតាមរយៈហោរាហាកាយឲ្យទៅដាស់ឲ្យទៅបញ្ញាក់ឲ្យទៅដាស់ស្មារតីគេតាំងពីជួរមន្ត្រីរាជការរហូតដល់ប្រជារាស្ត្រសាមញ្ញថាតើគេបានទុកព្រះថាជារឿងសំខាន់ក្នុងជីវិតគេដែរទេអ្វីទៅជាអាទិភាពសំខាន់បំផុតអាទិភាពទី1នៅក្នុងជីវិតរបស់គេគេកំពុងតែគិតអ្វីនៅពេលដែលគេជួបជុំគ្នាតើប្រធានបទអ្វីដែលគេនិយាយតើគេជិះវៀងប្រធានបទអ្វីខ្លះនៅពេលដែលគេជួបជុំគ្នាតើគេកំពុងតែប្រាថ្នាចង់បានអ្វីខ្លះតើអ្វីជាបញ្ហានៃចិត្តតើអ្វីជាបញ្ហានៃគំនិតរបស់ប្រជារាស្ត្រនៃព្រះដែលធ្វើឲ្យគេលែងមើលទៅឲ្យព្រះថាជារឿងសំខាន់ជារឿងអាទិភាពទី1ក្នុងជីវិតគម្ពីរហាកាយជំពូក1ខ1ដល់ចុងនេះខ15
cứនិយាយអំពីការពីរយ៉ាងទី1បញ្ហានៃគំនិតទី2បញ្ហានៃចិត្តរបស់ប្រជារាស្ត្របងព្រះអ្វីជាបញ្ហានៃគំនិតរបស់គេក្នុងអំឡុងឆ្នាំទី2នៃរាជស្ដេចដារីយ៉ូសគឺជាស្ដេចនៃប្រទេសដទៃអធិរាជបាប៊ីឡូនឬក៏ចេញមកក្រោយមកពឺស៊ីប្រហែលជាឆ្នាំ520មុនគ្រិស្តសករាជព្រះទ្រង់មានបន្ទូលទៅកាន់រាជរបស់ព្រះអង្គតាមរយៈហោរាម្នាក់ឈ្មោះថាហោរាហាកាយពាក្យថាហាកាយមានន័យថាជួបជុំគ្នាអបអរសាទរសប្បាយរីករាយគឺព្រះបន្ទូលតាមរយៈហោរាឈ្មោះហាកាយនេះឲ្យទៅខ្សឹបទៅប្រាប់ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការចៅហ្វាយស្រុកជាពិសេសគឺឈ្មោះហៅថាសូរ៉ូបាបែលជាកូនសាល់ធាលហើយនឹងយេស៊ូហើយនឹងជាកូនយូសាដាកម្នាក់ជាសម្ដេចសង្ឃកាន់គ្រប់គ្រងខាងសាសនាម្នាក់ទៀតគឺជានាយករដ្ឋមន្ត្រីដឹកនាំខាងនយោបាយហើយនឹងសាសនាព្រះបន្ទូលទៅកាន់គាត់ឲ្យប្រាប់ឲ្យឆ្លុះបញ្ចាំងឡើងវិញមើលឡើងវិញថាតើគេកំពុងតែគិតអំពីអ្វីខ្លះតើប្រជារាស្ត្ររបស់ព្រះកំពុងតែសង្ងំយល់សុខតើគេបានគិតអំពីជីវិតរបស់គេជាមួយនឹងព្រះជាម្ចាស់ដែរទេតែប្រាប់ថាគេកំពុងតែសំងំយកក្តីសុខក្នុងគណៈដែលព្រះវិហារនៃព្រះស្ថិតនៅកំតិចកំទីខូចបង់ក្នុងកញ្ញោមផេះដូច្នេះហើយបានជាព្រះបន្ទូលបានជំរុញចិត្តដល់ថ្នាក់ដឹកនាំតាំងពីមន្ត្រីរាជការចៅហ្វាយស្រុកយូដារហូតទៅដល់រាជសាមញ្ញឲ្យគិតឡើងវិញនៅក្នុងព្រះគម្ពីរអេសារ៉ាជំពូក4ខ24អេសារ៉ា4:24បានប្រាប់ថាគេបានសាងសង់ព្រះវិហារនៃព្រះបន្តិចប៉ុន្តែគេលេងគេផ្អាកចោលទៅដូច្នេះហើយគេលេងស្អាងព្រះវិហារនៃព្រះតែនៅក្រុងយេរូសាឡឹមទៅហើយការនោះក៏ខានធ្វើដល់រាបដល់ឆ្នាំទី2ក្នុងរាជដារីយ៉ូសស្ដេចពឺស៊ីគេណាយចិត្តគេលេងចង់បន្តសាងសង់ព្រះវិហារនៃព្រះទៅមុខទៀតអស់រយៈពេលយ៉ាងយូរឆ្នាំគឺ18ឆ្នាំល្មមម្នាក់ធំពេញវ័យដឹងក្តី18ឆ្នាំតាំងពីតូចដឹងក្តីមកតាំងពីកើតមកខ្ញុំឃើញព្រះវិហារនឹងនៅកញ្ញោមផេះអញ្ចឹងតាំងពីដើមបើមិនជាសួរម្នាក់តែចំនួនក្រោយសួរតើអ្នកយល់យ៉ាងម៉េចអំពីព្រះវិហារនោះថាខ្ញុំមិនដឹងទេតាំងពីតូចដឹងក្តីមកខ្ញុំឃើញព្រះវិហារនៅខ្ទេចខ្ទាំគឺសាងសង់បានតែជើងតាំងបានតែគ្រឹះតែប៉ុណ្ណឹងនៅតែប៉ុណ្ណឹងមិនទាន់បានស្អាងសាងសង់ឡើងតទៅមុខទៀតទេតើអ្វីជាបញ្ហា18ឆ្នាំដែលទុកការងាររបស់ព្រះចោលទុកកាតព្វកិច្ចជួសជុលព្រះវិហារនៃព្រះចោលដូច្នេះហើយបានជាហោរាហាកាយនេះលោកសួរសំណួរធ្ងន់ធ្ងរអំពីចិត្តអំពីគំនិតរបស់ពួកគេតើគេកំពុងតែគិតអំពីអ្វីខ្លះហាកាយជំពូក1ខ2ប្រាប់ថាព្រះទ្រង់មានបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលថាជនជាតិនេះគេពោលថាវេលាដែលសាងសង់ព្រះវិហារនៃព្រះយេហូវ៉ាគឺមិនទាន់មកដល់នៅឡើយទេ not yet មិនទាន់មកដល់នៅឡើយទេទុកសិនទៅតើគេទុកសិនទៅដល់ពេលណាដូច្នេះហើយបានជាខ4ដល់ខ5ព្រះអង្គសួរផ្ចាញ់តែម្ដងផ្ទាន់តែម្ដងថាកំពុងដែលព្រះវិហារនៃព្រះនៅខូចបង់នៅឡើយតើជាពេលវេលាដែលឯងរកគ្នាបានអាស្រ័យក្នុងផ្ទះដែលបិទជិតដូច្នេះឬឥឡូវព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថាចូលឯងរកគ្នាពិចារណាមើលផ្លូវប្រព្រឹត្តរបស់ខ្លួនឯងចុះ think about your think គិតអំពីគំនិតរបស់អ្នកតើអ្នកកំពុងតែគិតអ្វីខ្លះអំពីព្រះជាម្ចាស់តើអ្នកកំពុងតែមានទំនោរទៅណាគិតអំពីការគិតតើប្រជារាស្ត្ររបស់ព្រះកំពុងតែនិយាយគ្នាអំពីអ្វីខ្លះនៅពេលគេជួបជុំគ្នាហើយគេកំពុងតែគិតអំពីអ្វីខ្លះនៅពេលដែលគេមកថ្វាយបង្គំព្រះអង្គការងារខ្ញុំលុយខ្ញុំផ្ទះសម្បែងខ្ញុំគ្រួសារខ្ញុំកូនខ្ញុំទ្រព្យសម្បត្តិខ្ញុំតាក់ទងឲ្យនឹងព្រះវិហារនៃព្រះហេតុអីបានជាឲ្យខ្ញុំថ្វាយដាក់ដង្វាយធ្វើអីនេះជារបស់ខ្ញុំខំប្រឹងតាំងពីបាត់ឲ្យទៅទេឥឡូវនឹងខ្ញុំមានមើលចុះទាំងអស់នេះសុទ្ធតែជារបស់ខ្ញុំទេគេភ្លេចគិតថាគេរស់នៅដោយពឹងអាងដល់ព្រះជាម្ចាស់ខ6ប្រាប់ថាឯងរកនេះបានព្រោះពូជាច្រើនតែច្រូតបានតិចទេក៏ស៊ីតែស៊ីមិនឆ្អែតហើយផឹកតែមិនបានស្កប់ស្កល់ទេព្រមទាំងស្លៀកពាក់តែមិនបានកក់ក្ដៅឡើយឯអ្នកណាដែលស៊ីឈ្នួលនោះក៏ទទួលបានឈ្នួលមែនប៉ុន្តែបានឈ្នួលត្រឹមតែដាក់ក្នុងថង់ធ្លុះប៉ុណ្ណោះប្រាក់ក៏បង់ថង់ក៏ដាច់ជាមនុស្សកញ្ជើធ្លុះហើយពីដើមមកយើងនិយាយថាស្រីកញ្ជើធ្លុះតែឥឡូវមានបញ្ហាច្រើនក៏មានប្រុសកញ្ជើធ្លុះច្រើនដែរ
មិនសល់ទេបានឃើញមកផ្លេតនាំនេះទៅផឹកអស់យកទៅចាយអស់មានរឿងរ៉ាវច្រើននៅពេលដែលមនុស្សមានប៉ុន្តែគ្មានព្រះជាម្ចាស់គេមានទ្រព្យតែគ្មានព្រះជាម្ចាស់គេរស់នៅដោយការពិបាកមិនចេះតែខ្វះរហូតវាមិនចេះបានពេញសោះគ្មានសល់អ្វីបានត្រឹមតែឃើញមួយផ្លេតក៏ជ្រុះបាត់ទៅអស់លេងដោយសារតែប្រយោជន៍តខ្លួនភាពលោភលន់របស់ខ្លួនយើងហៅថាទុនសាយក៏រួចត្រីរស់ក៏រួចដោយសារប្រឹងប្រែងស្រវាភ្លេចព្រះជាម្ចាស់ដូច្នេះហើយខ7ព្រះអង្គទ្រង់ដុតម្ដងទៀតជួយឲ្យឯងរកគ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនឯងចុះ Think again man think again គិតម្ដងទៀតតើអ្នករកគ្នាកំពុងតែគិតអំពីអ្វីតើមានបានដើរឲ្យមាន3ស្ដីឲ្យមាន4ដែរទេគិតដោះស្រាយគិតអំពីការគិតឡើងវិញហេតុអ្វីតើអ្វីជាដំណោះស្រាយក្នុងខ8និងខ9ទុកដំណោះស្រាយឲ្យទុកផ្លូវឲ្យដើរព្រះទ្រង់មានបន្ទូលថាដោយសារតែប្រងើយកន្តើយមិនព្រមសាងសង់ព្រះវិហារនៃព្រះមិនព្រមសាងសង់ដំណាក់នៃព្រះសម្រាប់ថ្វាយបង្គំខ9បានប្រាប់ថាឯងយកតែរួចខ្លួនគិតទៅពីកំណើនសេដ្ឋកិច្ចដល់ពេលដែលធូធាផ្លិចព្រះជាម្ចាស់នោះឯងប្រឈមនឹងការទាំងអស់នេះពិសាខ្មែរមួយប្រហែលជាបងប្អូនខ្លះលោកអ្នកខ្លះធ្លាប់ឮសុភាសិតខ្មែរមួយចែងថានៅពេលឈឺយកដំរីទៅបន់នៅពេលដែលស្រន់យកអ្វីទៅថ្វាយពងមាន់ទៅថ្វាយនៅពេលដែលលំបាកនៅពេលដែលគ្រាអាសន្នមកដល់នៅពេលដែលមានសង្គ្រាមនៅពេលដែលមានវិបត្តិមនុស្សបន់សន្យានឹងព្រះខ្ញុំនឹងធ្វើនេះនឹងធ្វើនោះបើសិនជាខ្ញុំធូរធារនៅពេលដែលខ្ញុំស្រាកស្រានបើសិនជាខ្ញុំដោះស្រាយបញ្ហានេះបានខ្ញុំនឹងថ្វាយដល់ព្រះអង្គហើយនៅពេលដែលគេដោះស្រាយបានគេធូរធារស្រាកស្រានគេចាប់ដើមភ្លេចសេចក្តីសន្យាជាមួយនឹងព្រះហើយក៏មិនស្អប់មិនចូលចិត្តអ្នកណារំលឹកអំពីសេចក្តីសន្យានោះនេះហើយជាមនុស្សដែលគេចូលចិត្តថានៅពេលដែលគេឈឺគេយកដំរីទៅបន់នៅពេលដែលគេស្រន់គេយកពងមាន់ទៅថ្វាយប្រហែលជាគេគិតថាគេឆ្លាតគេបោកព្រះបានប្រហែលជាគេគិតថាគេមានប្រាជ្ញាគេមានបទពិសោធន៍ក្នុងការសន្យាខ្ចោលសន្យាចោលហើយយើងឃើញមានរឿងរ៉ាវច្រើនហើយរឿងសន្យាខ្យល់នេះនៅប្រទេសយើងមានបញ្ហាច្រើនហើយសង្ឃឹមថារឿងនេះមិនកើតឡើងក្នុងចំណោមគ្រីស្ទបរិស័ទឡើយគេជួបវិបត្តិគេរត់មករកព្រះនៅពេលគេសប្បាយគេជប់លៀងគេលែងត្រូវការព្រះហើយនេះហើយជាមនុស្សបញ្ហារបស់មនុស្សហើយយើងមិនមែនកំពុងតែដើរតាមផ្លូវរបស់មនុស្សទេកុំភ្លេចថាយើងកំពុងតែដើរតាមផ្លូវរបស់ព្រះជាម្ចាស់មនុស្សបែបនេះមានច្រើនណាស់សឹងតែគ្រប់ទិសទីដែលគេពូកែសន្យាហើយគេក៏ក្បត់ពាក្យសន្យាហើយក៏គេបំពេញយើងហៅថាងងើលឬក៏ពាក្យអាក្រក់សត្វនេះថាមុខក្រាស់ហើយបំពេញបំណងខ្លួនឯងហើយគេបំពេញលើសេចក្តីសន្យារបស់ផងខ្លួនដូច្នេះហើយបានក្នុងខ9ព្រះអង្គទ្រង់ចាប់ដៃសួរតែម្ដងព្រះអង្គថាហេតុអីបានធ្វើអញ្ចឹង Why did you do that Why ហេតុអ្វីបានជាធ្វើដូច្នេះដល់ខ្ញុំហើយខ11ខ10ដល់11ព្រះអង្គថាបើនៅតែអញ្ចឹងទៀតសូម្បីតែភ្លៀងឬក៏សន្សើមមួយដំណក់ក៏មិនបានប្រទានដល់គេផងគេប្រឈមនឹងការជំនុំជម្រះដល់ស្រុកគេទាំងស្រុងតែម្ដងគ្រោះទុរភិក្សអំណត់សន្សើមមិនស្រក់ទឹកមិនដកដាំមិនដុះប្រឹងប្រែងយ៉ាងណាក៏ដោយក៏នៅតែឆេះប្រេះក្រហែងជាជីវិតក្រៀមក្រោះដូចជារស់នៅក្នុងទឹកដីទីរហោឋានដែលត្រូវបណ្ដាសាបញ្ហានៃគំនិតការគិតហើយចំណុចបន្ទាប់ចុងក្រោយនេះគឺនៅក្នុងខ12ដល់ខ15និយាយអំពីបញ្ហានៃចិត្តម្ដងអញ្ចឹងយើងហៅថាចិត្តធំជាង8ត្រូវអត់ហើយសរសេរទៅបើរាប់ទៅតិចចិត្តវាតិចទេប៉ុន្តែចិត្តធំជាង8មែនព្រោះចិត្តនេះធំណាស់ព្រះបន្ទូលនៃព្រះក៏បានដុតបញ្ឆេះចិត្តរបស់បងគេដោយឥទ្ធិពលប៉ះពាល់យ៉ាងមានប្រសិទ្ធភាពគឺទាំងចៅវាយស្រុកទាំងសម្ដេចសង្ឃក៏ហើយនឹងបណ្ដាជនទាំងឡាយក៏កោតខ្លាចដល់ព្រះហើយ3សប្ដាហ៍ក្រោយមកគេនាំគ្នាវិលត្រឡប់មករកព្រះវិញក៏សាងសង់ព្រះវិហារបន្តហើយនៅពេលនោះខ12បានបញ្ជាក់ថាបញ្ហាដ៏ធំនោះមិនមែនជាបញ្ហានៃចិត្តគំនិតរបស់បញ្ហាគំនិតរបស់បងគេទេគឺបញ្ហានៃចិត្តរបស់គេវិញខ12សម្រាប់នៅគៀនោះសេរូបាបែលជាកូនសាល់ធៀលនិងយេស៊ូជាកូនយូសាដាកដ៏ជាសង្ឃធំ
ព្រមទាំងពួកសំណល់នៃបណ្ដាជនក៏ស្ដាប់ព្រះបន្ទូលនៃព្រះជាព្រះរបស់ខ្លួនហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ាជាព្រះនៃគេបានចាត់លោកមកឲ្យប្រាប់នោះជនទាំងឡាយក៏កោតខ្លាចនៅចំពោះព្រះជាម្ចាស់កោតខ្លាចជាការកម្រណាស់នៅពេលដែលប្រជារាស្ត្របងព្រះឮព្រះបន្ទូលរបស់ព្រះយល់ព្រមចុះចូលទទួលយកអំណាចនៃព្រះដោយស្ដាប់បង្គាប់កោតខ្លាចបញ្ឆេះចិត្តឲ្យគេប្រែចិត្តហើយវិលត្រឡប់មករកព្រះវិញខ13នោះហាកាជាទូតរបស់ព្រះលោកបានប្រាប់ដល់បណ្ដាជនតាមព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបង្គាប់មកគឺព្រះយេហូវ៉ាទ្រង់មានបន្ទូលថាអញនៅជាមួយនឹងឯងរាល់គ្នាកាលណាព្រះនៅជាមួយនោះព្រះពោការអស្ចារ្យគោលបំណងអ្វីទាំងអស់ដែលតាមព្រះハរតីព្រះអង្គនឹងបានសម្រេចខណៈនោះព្រះយេហូវ៉ាទ្រង់ដាស់តឿនចិត្តរបស់សេរូបាបែលចិត្តបញ្ហានៃចិត្តវាធំជាងបញ្ហានៃគំនិតជាចវាយស្រុកយូដានឹងចិត្តរបស់យេស៊ូជាយូសាដាកជាកូនយូសាដាកជាសង្ឃធំព្រមទាំងចិត្តរបស់សំណល់នៃបណ្ដាជនបញ្ហានៃចិត្តដែលគេមកធ្វើការសាងសង់ព្រះវិហារនៃព្រះឡើងវិញគឺនៅថ្ងៃទី24ខែផុតបុត្រក្នុងឆ្នាំទី2នៃស្ដេចដារីយ៉ូម្ដងទៀតដើមជំពូក1និយាយអំពីបញ្ហានៃគំនិតការគិតហើយក៏បញ្ចប់ដោយការពិនិត្យមើលចិត្តឡើងវិញជួនកាលគំនិតគិតច្រើនណាស់ប៉ុន្តែចិត្តនេះវាអត់ទៅក៏វាមិនទៅដែរតែបើសិនជាចិត្តបញ្ជាទៅឲ្យគំនិតគិតយ៉ាងណាក៏ដោយគឺទៅហើយព្រោះចិត្តវាប៉កែវាខ្លាំងជាងគំនិតទៅទៀតហើយនៅពេលដែលប្រជារាស្ត្របងព្រះជាម្ចាស់ឮព្រះបន្ទូលបងព្រះហើយព្រមចុះចូលទទួលយកសិទ្ធិអំណាចតែព្រះអង្គទ្រង់ធំជាងខ្លួននោះគេនឹងទទួលបានព្រះវិញ្ញាណនៃព្រះគង់នៅជាមួយគឺព្រះអង្គទ្រង់នឹងគង់នៅជាមួយនឹងគេហើយប្រទានពរដល់គេការប្រែចិត្តការបដិញ្ញាចិត្តមនុស្សសំខាន់ទោះបីចំណេះជំនាញយ៉ាងណាក៏ដោយបើគ្មានចិត្តទេมันអាចនឹងធ្វើទៅមុខឡើយក៏ពីម៉ាថាយជំពូក6ខ21 6ខ21ព្រះយេស៊ូវមានបន្ទូលថាប្រយ័ត្នមែនទែនអំពីចិត្តរបស់មកយើងពីព្រោះទ្រព្យសម្បត្តិរបស់អ្នកស្ថិតនៅទីណាកន្លែងណានោះចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរមិនមែនចិត្តនៅទីណាទ្រព្យសម្បត្តិនៅទីនោះទេទ្រព្យសម្បត្តិនៅទីណាចិត្តនៅទីនោះអញ្ចឹងមានន័យថាមនុស្សចំណាយពេលច្រើនចិត្តរបស់គេនឹងផ្ដោតអារម្មណ៍ច្រើនទៅលើទ្រព្យសម្បត្តិរបស់គេចិត្តរបស់អ្នកទៅនៅទីណាឬក៏ទ្រព្យសម្បត្តិរបស់អ្នកនៅទីណាតើអ្នកគិតអំពីអ្វីខ្លះខ្ញុំចង់បញ្ចប់ដោយរឿងមួយតាក់ទងនឹងរឿងបរោះម្នាក់គាត់ដើរទិញក្របីគាត់ដើរទិញក្របីមួយថ្ងៃវល់ល្ងាចទិញអត់បានហើយគាត់នឹកឃើញថាដូចថ្ងៃនេះដូចអស់ជើងអស់ដៃដើររកទិញក្របីមិនបានគាត់ទៅបន់នៅខ្ទមអ្នកតាលោកតាបើសិនជាថ្ងៃនេះកូនចៅទិញក្របីបានកូនចៅនឹងថ្វាយក្របីមួយក្បាលគាត់បន់ណាវិច័យដនថ្ងៃហ្នឹងគាត់ចេញពីហ្នឹងទៅមិនដឹងហ្មិចគាត់ទិញបានក្របីមួយក្បាលមែនសប្បាយចិត្តមែនទេដឹកក្របីទៅផ្ទះបាយល្ងាចហើយបំរាស់ខ្លួនរៀបដេកដូចជាមានអារម្មណ៍ថាដូចខ្វះអ្វីមួយយ៉ាងចុះថ្ងៃហ្នឹងអញបន់ថាម៉េចខ្លះបើសិនជាទិញបានក្របីត្រូវថ្វាយក្របីមួយក្បាលដល់អ្នកតាចាប់ដើម stress ហើយដេកមិនលក់ទេរោមមធ្យោបាយយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហាដែលបានបន់ហើយយើងហៅថាលាបំណន់ធ្វើយ៉ាងម៉េចដើម្បីនឹងលាបំណន់នោះគិតយូរមែនទែនរោមវិធីសាស្ត្ររិះរកមធ្យោបាយហើយក៏នឹកឃើញមធ្យោបាយមួយយកក្របីទៅថ្វាយអ្នកតាមែនប៉ុន្តែគាត់ទៅខ្ចីកូនក្របីដែលមិនទាន់ដាច់ដោះរបស់អ្នកជិតខាងទៅថ្វាយអ្នកតាគាត់យកកូនក្របីហើយទៅជាមួយមេក្របីទុកមេក្របីនៅទីនោះយកកូនក្របីទៅចងជាប់នឹងខ្ទមអ្នកតាហើយគាត់បន់ថាលោកតាឥឡូវកូនចៅយកមកថ្វាយណាឥឡូវលីបំណន់ហើយអ្វីដែលកូនចៅសន្យាបែបបន់បានមកថ្វាយហើយលោកតាកូនចៅទៅឯណាគាត់បំបោលមេក្របីគាត់អត់បំបោលកូនក្របីទេគាត់បំបោលមេក្របីយើងដឹងហើយកូនក្របីវាមិនទាន់ដាច់ដោះនៅពេលដែលឃើញមេវារត់ក្តឹងវាមានអីកើតឡើងវារត់តាមមេវាហើយក៏រត់ក្តឹងទៅវាអូសខ្ទមអ្នកតានឹងកាត់ភូមិទៅបាក់កអ្នកតានឹងស្លាប់បាត់ទៅមានរឿងរ៉ាវនេះកើតឡើងច្រើន
phải chỉ dân ở bắn nó lại cái tôm này ta thì những son ya với muối hay đặc biệt đó làm nặng ca lại từ sóng sầm nón lia bầm nón từ đây son ya nú rồi một số bài muối là mấy khôi mà tăng tiềnมันต้องเจริญได้ก็อันปีประโยชน์ต่อคลุนเจริญให้เกี่ยสัญญาเอาแต่รู้เกี่ยฟื้นเอาแต่รู้นี่จะปัญหาได้สำหรับรีบองปรองได้เขาราหากายบรรโตตามตัวจวนไกมนุษย์มีปัญหาแบบนี้เอาเกี่ยกึดเมื่อเรื่องที่ต้องไปตรงเวอร์บ้างเกี่ยกึดตะเกี่ยฉลาดเกี่ยกึดตะเกี่ยภาษาไปตรงเวอร์บ้างเกี่ยตุ่มเนื้อตุ่มนงเราบอกเกี่ยจมูกหนึ่งเปรี้ยตุ่มเนื้อตุ่มนงจมูกหนึ่งเนื้อดอเต้เกี่ยกึดตะเกี่ยปากกายภาษาตะเกี่ยพลิกสิ่งใดตระกาขังเปลืองวิญญาณเก็บพลิกทำเมียนประชิมจ้าได้ตุดเมื่อจามเมื่อกี้ปรองตรงดังตรงชีพต่างออกสมนูมวยเลนสาวอาจจะการปิดได้เพราะสันบ่าวยังมีมาเลียนดอลลาร์เพราะสันบ่าวขยมมีมาเลียนดอลลาร์แต่ขยมเพื่อโดยมาได้ดำไปดังปลาเลยมาเลียนดอลลาร์นู้เอาไปมีนิรันดร์เพียบหรือก็เทระเพียบวิจมโนลมาวิ่งมันบาดเตอให้มีอธิปลลอยนั่งมีนาจะรันโจลมาวิ่งให้มีอธิปลยังจับดำกุเมยนะเรียบจำพลังภายในกาแต่จำทัวร์ไว้กล้าบาร์เคทีวีบาร์กาแฟบาร์ไอเดียโรซีเนี่ยคลาทั้งชิ้นละทัวร์จับหวยมาตั้งแต่เตะมาขนองมาด่าจับหวยลวดเตอไอเดียมีนกุมนัดเจริญมีนกาเกิดเรียบจอมภายในกาจะมาเลียนดอลลาร์เจ้าด้วยนะมาชีวิตเราบันบานดีแต่ทั่วยังไม่ได้มีอธิปลบางท่านจะยังจะกรีบบริษัทยังเกิดแบบน่ะยังนึงปรามาเลียนดอลลาร์นั้นทั่วยังไม่ได้มีอธิปลคอมเพล็กท่าอธิปลในยวงไว้คือจะอธิปลในดำนังละอระบบพระเยซูแต่ปรามาเลียนดอลลาร์ของนิมจะกรีบบริษัทเพื่อยังไม่โรซีพองให้อมีอธิปลพองอธิปลในจำนวนกรีบบริษัทมันมาเพลทแต่มันมาชนะปีชนะตีอธิปลในดำนังละอคือดำโจกรอบปุยของชีวิตในนามันเนี่ยคือกฎบานชีวิตออกการจีนจะยุ่งไว้หายอธิปลบอกกรีบบริษัทปีปอนชนะเจียงมองหายมันตอนทราบสูนตีก็บรรทอต่อมุกเตียแต่ของนิมจะกรีบบริษัทยังปราเลยมาเลียนเวลายังไม่ดำใบนั่งไอ้มันจมในโครงการไอ้มันอธิปลนอมมีอธิปลสังคมตามระยะดำเนินละอระบบประชิมจ่าแต่ไว้สำคัญจริงๆผมพดสำหรับชีวิตยังมันเนี่ยตากลมนึกว่าบางยังมันกายจะทำไมล้างได้หรือเท่ตั้งไปยังชื่อดอปรองหมอตั้งไปยังดาวตามปรองหมอตาเปรียงตรงชิมจ่ายังหรือก็ยังชิมจ่าปองตาเนี่ยนาชิมจ่าเนี่ยนาเป็นประกอบไปยังเชียงบอลจมเรียงจราพระเยซูจีพระองค์มาจ่าพระองค์ชิมจ่าจัดจ่ายังต้องจราบางทีปัดเรื่องอย่างน่ะถ้าพระองค์ชิมจ่ายอมเมนแต่เราไปยมสำหรับจัดพระองค์ตรงนั้นสงิมสันยมชิมจ่าพระองค์วิ่งพระองค์อาศัยยุเลยเรื่องจอมมีนมนุษย์จีจราได้ประกาศทักคนอันจะกรีบบริษัทบนแต่เป็นพร้อมเอาพระองค์ฟูจิโลดจีพระองค์มาจ่าได้เกตเราไปพิษาเกตเราได้ดาน้อมเฟื่อตามทรัพย์สมบัติบองโอนนาทีนะจำได้บอกดังบองโอนนาทีนะสมเลียบบองเปะไปที่จบเลี้ยงเซ็งตาสำคัญเชียงแปรหรือก็อย่างน่ะกึศลางวิ่งอังปีอธิปลในจุ่มเนื้อในดำนังอรบองประชิมจ่าตายังมีจำนายไอ้ข้าน้องปวดจีนมนี่หรือก็ยังก่อนแต่เมาหมวยเมากันละรงจำเมื่อให้ริกุนตะวิงดาวนี่ยี่ดาวเนี่ยนี่เนี่ยนู้ยังมีจำนายเอาไว้คลาดำใบเฟื่อดำนังอรบองประมีอธิปลทองสะกุมทองจะนอมมันแปะยังเอาไว้จีก็ได้สมัยพองยังคือในน้ำมันเนี่ยจังสมัยเรียบจังแผนการทำไปคนไอวินิที่ลมบะที่แต่ในจังไอ้สู้มีในยมก็ทำจุงก้าไปจีส่งไปแต่เนี่ยได้ชื่อพุทธศาสนาทำกูดาวผมเคยทำไปผมบัดกันไล่ทำบัดเอาไว้ตั้งอ้อยตั้งจีนปินเราไปละกี่ดักน้อมกี่ดักน้อมยังไม่กี่มันดักน้อมนำไปโซนที่ได้หอดกรมคนมวยมีดักน้อมมาทุกอย่างน่าอ้อยโซนจ่อไปเนี่ยอ้อลิงมองกูทำไมยังบัดเลยอ๋อ
តើព្រះសំខាន់ប៉ុណ្ណាសម្រាប់ជីវិតរបស់យើងតើយើងគិតអំពីអ្វីខ្លះហើយយើងជាគ្រីស្ទបរិស័ទដល់ពេលដែលយើងជួបជុំគ្នាសូម្បីនៅព្រះវិហារក៏ដោយយើងតើយើងពិភាក្សាគ្នាអំពីប្រធានបទអ្វីខ្លះយើងបានលើកទឹកចិត្តគ្នាជំរុញគ្នាឲ្យនៅតែជឿដល់ព្រះជាម្ចាស់បន្តទៅទៀតដែរឬទេឬក៏យើងគិតតែរឿងប្រធានបទផ្សេងរោស៊ីរៀនសូត្រឬក៏អាចនឹងតាក់ទងនឹងនិយាយដើមដទៃយ៉ាងអត់ដឹងដែរមើលឡើងវិញគិតអំពីការគិតអំពីចិត្តរបស់យើងថាតើយើងមានព្រះប្រមាណភាគរយក្នុងជីវិតរបស់យើងតើយើងមានអិរិយាបថបែបណាចំពោះព្រះបន្ទូលរបស់ព្រះតើយើងទទួលយកព្រះបន្ទូលរបស់ព្រះបានប្រមាណម៉ែត្រចេញពីលបងខាងក្រោមហ្នឹងទៅផុតអស់លីងមានដែរធ្លាប់ដាក់ចងកែបម៉ូតូចងកង់ដល់ផ្ទះទេឬក៏អស់ត្រឹមកន្លែងផ្លូវកន្លែងទ្វារខាងមុខខាងក្រោមនោះប្រហែលជាអស់ត្រឹមចដាយន្តចប់ទៅក៏អស់ព្រះបន្ទូលនៃព្រះលែងមានឥទ្ធិពលលើជីវិតរបស់ខ្លួនទៀតព្រះបន្ទូលនៃព្រះមិនមែនគ្រាន់តែជាព័ត៌មានដែលយើងគ្រាន់តែដឹងទេព្រះបន្ទូលនៃព្រះគឺមានអំណាចផ្លាស់ប្រែជីវិតផ្លាស់ប្រែគំនិតផ្លាស់ប្រែចិត្តយើងទាំងអស់គ្នានៅពេលដែលយើងយល់ព្រមស្ដាប់បង្គាប់ចុះចូលហើយព្រះអង្គធានាថាព្រះអង្គនឹងផ្លាស់ប្រែជីវិតយើងពីព្រោះព្រះអង្គទ្រង់មិនមែនជាព្រះដែលស្លាប់ទេព្រះអង្គនឹងនៅតែធ្វើការក្នុងជីវិតយើងម្នាក់សួរសំណួរឡើងវិញតើព្រះទ្រង់ជាអ្នកណាសម្រាប់យើងតើយើងកំពុងតែដេញតាមអ្វីតើគំរូភាពរបស់យើងគឺជាអ្នកណាយើងមានវីរៈបរិសុទ្ធច្រើនក្នុងជីវិតរបស់យើងទៅសើអ្នកនេះទៅសើអ្នកនោះប៉ុន្តែតើព្រះទ្រង់មានឥទ្ធិពលបន្តិចបន្តួចក្នុងជីវិតយើងដែរឬទេតើយើងកំពុងតែមានទំនោរទៅដូចជាទ្រង់ឬក៏យើងចង់ឲ្យទ្រង់មានទំនោរទៅដូចជាយើងគិតអំពីការគិតម៉ាថាយ 6:33 ចែងថាចូលស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនសិននោះទើបរបស់ទាំងអស់គ្រប់ទាំងអស់នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផងសូមព្រះអង្គប្រទានពរទាំងអស់គ្នាអាមែន